កម្មវិធី Google Earth Engine គឺជាផ្លាតហ្វមមួយរបស់ Google ដែលបង្កើតឡើងដើម្បីគាំទ្រដល់ការវិភាគទិន្នន័យផែនដីនៅក្នុងកម្រិតសកល ផ្លាតហ្វមរបស់ Google មួយនេះរួមបញ្ចូលគ្នានូវកាតាឡុកទិន្នន័យរូបភាពផ្កាយរណប និងទិន្នន័យភូមិសាស្ត្រផ្សេងៗដែលមានទំហំរហូតដល់រាប់សិបពេតាបៃត៍ ជាមួយនឹងសមត្ថភាពវិភាគខ្នាតធំរបស់ Google Cloud នៅពេលដែលមានបច្ចេកវិទ្យានេះបានធ្វើឲ្យការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងវិស័យប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS និងការគ្រប់គ្រងពីចម្ងាយ Remote Sensing ដោយសារតែវាបានដោះស្រាយបញ្ហាធំៗនៃការវិភាគធម្មតា នៅក្នុងការវិភាគភូមិសាស្ត្រធម្មតាជាទូទៅគឺយើងត្រូវទាញយកទិន្នន័យរូបភាពផ្កាយរណបដែលមានទំហំធំមករក្សាទុកនៅក្នុងកុំព្យូទ័ររបស់យើងដែលវាត្រូវទាមទារទំហំផ្ទុកយ៉ាងច្រើននិងសកម្មភាពដំណើរការខ្ពស់របស់កុំព្យូទ័រ អញ្ចឹងនៅពេលដែល Google Earth Engine មានវត្តមានគឺវាបានផ្លាស់ប្ដូរទម្រង់នៃការអនុញ្ញាតឲ្យយើងចូលទៅកាន់ទិន្នន័យនិងធ្វើការវិភាគដោយផ្ទាល់នៅលើម៉ាស៊ីនបម្រើកម្រិតទំនើបរបស់ Google ដោយមិនចាំបាច់ទាញទិន្នន័យទាំងនោះមកលើកុំព្យូទ័ររបស់យើងឡើយ ទៅលើដំណើរការងាររបស់ Google Earth Engine អញ្ចឹងនៅផ្នែកដំណើរការងាររបស់ Google Earth Engine Platform គឺគ្រាន់តែតម្រូវឲ្យយើងបើកនៅប្រព័ន្ធរុករក Browser នៅលើឧបករណ៍ប្រើប្រាស់របស់យើងដែលតម្រូវឲ្យយើងសរសេរកូដចូលទៅក្នុងកម្មវិធីរបស់ Platform មួយនេះដែលនៅក្នុងការសរសេរកូដនោះគឺយើងត្រូវសរសេរជាភាសា JavaScript ឬក៏ Python ដើម្បីធ្វើការស្នើសុំទៅកាន់ server របស់ Google នៅពេលដែលយើងឲ្យវាដំណើរការនោះវាមិនដំណើរការនៅលើឧបករណ៍របស់យើងនោះទេគឺវាបញ្ជូនទៅកាន់ server របស់ Google ផ្ទាល់ហើយ server របស់ Google នោះនឹងធ្វើការដំណើរការដើម្បីគណនាវិភាគលើ pixel រូបភាពរួចបញ្ជូនត្រឡប់មកវិញតែលទ្ធផលចុងក្រោយនៅក្នុងទម្រង់ជាផែនទីអន្តរកម្មឬទិន្នន័យតារាងដែលបានបង្រួមរួចមកកាន់ឧបករណ៍ប្រើប្រាស់របស់យើងតែប៉ុណ្ណោះហើយដំណើរការមួយនេះគឺវាប្រើពេលត្រឹមតែប្រហែលនាទីតែប៉ុណ្ណោះតែខុសប្លែកទាំងស្រុងពីការប្រើប្រាស់កម្មវិធី GIS នៅលើកុំព្យូទ័រផ្ទាល់របស់យើងដែលអាចប្រើពេលរហូតដល់រាប់សប្តាហ៍ឬក៏រាប់ខែក៏ថាបានការផ្លាស់ប្ដូរពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រនៅលើកុំព្យូទ័រមូលដ្ឋានទៅកាន់ប្រព័ន្ធដំណើរការពពករបស់ Google Earth Engine តំណាងឲ្យជំហានអភិវឌ្ឍដ៏សំខាន់សម្រាប់អ្នកសិក្សានិងអ្នកវិជ្ជាជីវៈផ្នែក GIS នៅក្នុងប្រទេសកម្ពុជារបស់យើងសមត្ថភាពនៅក្នុងការចូលប្រើប្រាស់ទិន្នន័យផ្កាយរណបខ្នាតយក្សនិងការប្រើប្រាស់ម៉ាស៊ីនបម្រើដំណើរការស្របគ្នាបានបើកឱកាសថ្មីៗសម្រាប់ការដោះស្រាយបញ្ហាបរិស្ថានស្មុគស្មាញនិងបញ្ហាធំៗជាដើមដែលពីមុនមិនអាចធ្វើទៅរួចដោយសារតែដែនកំណត់ផ្នែករបស់កុំព្យូទ័រដែលវាមានទំហំទាបយើងមិនអាចប្រើប្រាស់វានៅក្នុងតម្រូវការណាមួយដែលប្រើទំហំធំបានទេអញ្ចឹងទោះបីជាការសិក្សាដំបូងទាមទារឲ្យមានការផ្លាស់ប្ដូរទម្លាប់ពីការប្រើប្រាស់ចំណុចប្រទាក់ graphic មកជាការសរសេរកូដបញ្ជាក៏ដោយតែលទ្ធផលដែលទទួលបានគឺបង្ហាញប្រសិទ្ធភាពការងារយ៉ាងខ្លាំងនិងលទ្ធភាពធ្វើការដែលផ្ដល់ផលវិជ្ជមានដ៏ខ្ពស់ដល់សង្គមរបស់យើង